បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាពីរបៀបនៃការធ្វើសម្លកកូរបាទពុកម៉ែបងប្អូនបាទសម្លកកូរគឺជាមុខម្ហូបខ្មែរយើងមួយមុខបាទពុកម៉ែបងប្អូនដែលឆ្ងាញ់ពិសាមែនតែនបាទអញ្ចឹងមុននឹងយើងបានជាសម្លកកូរតែយើងត្រូវមានបន្លែមានគ្រឿងផ្សំអ្វីខ្លះបាទសម្រាប់ខ្ញុំថ្ងៃនេះគឺមានសណ្តែកគួរមានល្ពៅមានត្រប់វែងបាទមានផ្កាអង្គាដីមានស្លឹកម្រុំមានទ្រុឌស្អំបាទហើយយើងអាចមានបន្លែផ្សេងទៀតដែលយើងផ្សំបាទហើយបន្ទាប់ពីយើងមានគ្រឿងផ្សំយើងត្រូវបន្លែផ្លែឈើរបស់យើងរួចយើងមានតែមានសាច់ជ្រូកមានប្រហុកចិញ្ច្រាំបាទដោយដែលពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូនឹងអញ្ចឹងបាទហើយយើងត្រូវមានបុកគ្រឿងបាទបុកគ្រឿងគល់ស្លឹកគ្រៃជាមួយនឹងរមៀតបាទពុកម៉ែបងប្អូនដើម្បីឲ្យមុខម្ហូបរបស់យើងដែលយើងដាក់គ្រឿងទៅគឺវាមានសម្រស់បាទកាន់តែស្រស់ស្អាតបាទហើយសម្រាប់សាច់គឺយើងមានសាច់មាន់ហើយនិងសាច់ជ្រូក3ជាន់អញ្ចឹងពុកម៉ែបងប្អូនអាចធ្វើជាសម្លកកូរសាច់មាន់សុទ្ធក៏បានសាច់ជ្រូកក៏បានសាច់ត្រីក៏បានបាទអញ្ចឹងសម្លកកូរគឺយើងអាចស្លបានច្រើនប្រភេទបាទពុកម៉ែបងប្អូនបាទមិនមែនដូចជាខ្ញុំទាំងស្រុងទេបាទសម្រាប់មុខម្ហូបមួយនេះបាទពុកម៉ែបងប្អូនគឺយើងត្រូវប្រើពេលវេលាច្រើនម៉ោងដែរណាពុកម៉ែបងប្អូនបាទទី1គឺយើងត្រូវដើររកបន្លែបាទបន្លែអញ្ចឹងទៅដើម្បីជាគ្រឿងផ្សំរបស់យើងបាទហើយបន្ទាប់មកយើងត្រូវមានមាន់បើយើងមានមាន់ខ្លួនឯងយើងត្រូវធ្វើមាន់ធ្វើអីចឹងទៅបើយើងអត់មាន់យើងអាចទៅទិញគេអីចឹងទៅបាទហើយសម្រាប់សាច់គឺយើងយកមកលីងបែបនេះបាទពុកម៉ែបងប្អូនដូចលីងនៅក្នុងវីដេអូនឹងហើយបាទពុកម៉ែបងប្អូនបាទយើងត្រូវលីងវាឲ្យឆ្អិនបាទបន្ទាប់ពីយើងឃើញថាសាច់មាន់របស់យើងសាច់ជ្រូករបស់យើងឆ្អិនល្មមគឺយើងត្រូវដាក់ប្រហុកដែលយើងបានចិញ្ច្រាំរួចហ្នឹងបាទពុកម៉ែបងប្អូនបាទធ្វើការវាឲ្យសព្វចូលទៅក្នុងសពសាច់អញ្ចឹងទៅបាទបន្ទាប់មកគឺយើងត្រូវគ្រឿងដែលយើងបានបុកហ្នឹងបាទគឺយើងត្រូវយកមកចាក់បាទដុសដាក់ក្នុងឆ្នាំងអញ្ចឹងមកពុកម៉ែបងប្អូនឬក៏ចាក់នឹងត្បាល់ភឹបតែអញ្ចឹងតែម្ដងទៅក៏បានបាទហើយសម្រាប់មុខម្ហូបនេះបាទពុកម៉ែបងប្អូនបាទគឺថាឆ្ងាញ់មែនតើខ្ញុំធ្លាប់តែថាបាយតិចទេតែដល់ម្ហូបនេះបាយឡើង3ចានហើយពុកម៉ែបងប្អូនបាទគីឡូត្រូវថែមឡើង1គីឡូទៀតហើយបាទគឺថាមុខម្ហូបកុសលកកូរនេះបាទពុកម៉ែបងប្អូនជាមុខម្ហូបខ្មែរយើងដែលឆ្ងាញ់មែនតែនបាទពុកម៉ែបងប្អូនបាទហើយនេះគឺជាប្អូនដែលគាត់ធ្វើបាទមិនមែនខ្ញុំអ្នកស្លខ្លួនឯងទេណាពុកម៉ែបងប្អូនបាទគឺជាប្អូនបាទអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងហើយយើងកុំភ្លេចមកដាក់អំបិលប៊ីចេងស្ករបាទអញ្ចឹងទៅបាទពុកម៉ែបងប្អូនបាទហើយសម្រាប់បន្លែរបស់យើងគឺយើងអត់ទាន់ដាក់ចូលភ្លាមទេពុកម៉ែបងប្អូនយើងត្រូវធ្វើសាច់យើងដាក់គ្រឿងដាក់អីឲ្យសព្វសាច់របស់យើងល្អបាទដើម្បីឲ្យវាមានជាតិឆ្ងាញ់ហ្នឹងបាទពុកម៉ែបងប្អូនបាទព្រោះបន្លែរបស់យើងគឺបន្លែវាស្រួលឯងពុកម៉ែដូចបន្លែស្លឹកយើងចាំដាក់ដល់ពេលក្រោយហ្នឹងគឺថាទៅដាក់រួចគឺថាអេមតែម្ដងបាទបាទពុកម៉ែបងប្អូនសម្រាប់មុខម្ហូបនេះគឺយើងត្រូវប្រើពេលយូរបាទហើយណាស់ក៏3ម៉ោងដែរពុកម៉ែបងប្អូនបាទត្រូវចិត្តបន្លែទៅបេះដើរបេះហើយបេះបានហើយយើងត្រូវចិត្តហើយយើងត្រូវលាងបាទហើយដល់ពេលយើងមកហូបផ្លែតអីចឹងទៅបាទហើយធ្វើក៏ប្រើពេលយូរដែរពុកម៉ែបងប្អូនប្រើពេលចូល40នាទីហើយពុកម៉ែបងប្អូនបាទនៅយើងលីងយើងរំងាស់សាច់យើងអីចឹងទៅបាទអញ្ចឹងបន្ទាប់ពីយើងរំងាស់សាច់រំងាស់អីវាឆ្អិនល្អយើងទៅដាក់បន្លែដែលរឹងមុនបាទពុកម៉ែបងប្អូនបាទដូចជាត្រប់ដូចជាសណ្តែកគូដូចជាល្ពៅ
ដូចជាឡហុងអីចឹងទៅបាទចឹងបន្ទាប់ពីយើងដាក់បន្លែរឹងមុនយើងត្រូវធ្វើការកូរឲ្យសព្វបាទហើយយើងទុកវារងាស់មកសន្ទុះធំទៀតបាទពុកម៉ែបងប្អូនគឺថាយូរបាទពុកម៉ែបងប្អូនបាទសម្រាប់មុខម្ហូបនេះបាទប៉ុន្តែយូរមែនប៉ុន្តែគឺថានៅពេលដែលយើងបានហូបហើយគឺថាជាប់ចិត្តតែម្ដងបាទសម្រាប់មុខម្ហូបសម្លកកូរមួយមុខនេះបាទគាត់ថាយើងត្រូវប្រើពេលចំណាយពេលច្រើនបាទពុកម៉ែបងប្អូនសម្រាប់សម្លមួយមុខនេះអត់ដូចយើងឆាដូចយើងស្ងោរទេល្មមអីគឺអាចដាក់បានហើយនេះគឺគល់ស្លឹកគ្រៃអីគល់ស្លឹកគ្រៃអីបងប្អូនគឺអង្ករលីងបាទអង្ករលីងដែលយើងបានបុកបាទនេះគឺជាអង្ករលីងដែលយើងបានបុកបាទយើងបុកហើយយើងយកមកចាក់ចូលទៅក្នុងសពសាច់មាន់របស់យើងនឹងបាទហើយសម្លកកូរនេះពុកម៉ែបងប្អូនបើអត់អង្ករលីងគឺអត់ឆ្ងាញ់ទេបាទអង្ករលីងកាន់តែច្រើនគឺកាន់តែល្អគឺកាន់តែឆ្ងាញ់បាទអញ្ចឹងអង្ករលីងយើងតែមានអង្ករយើងយកទៅលីងហើយយើងបុកបាទពុកម៉ែបងប្អូនបាទតែនេះគឺម៉ែក្មេងរបស់ខ្ញុំគាត់បុកទុកស្រាប់ហើយគ្រាន់តែយកមកប្រើគឺថាអេមសេមហើយបាទពុកម៉ែបងប្អូនបាទគឺស្រួលតែម្ដងបាទចាំមកថាយើងធ្វើទាំងស្រុងសម្រាប់មុខម្ហូបស្លកកូរមួយនេះគឺប្រើពេលយូរណាស់ពុកម៉ែបងប្អូនបាទត្រូវលីងកលីងយើងត្រូវរកបន្លែរកប្លុកបាទតម្រាំតែបានហូបមិនងាយទេពុកម៉ែបងប្អូនបាទគឺថាយូរបាទប៉ុន្តែយូរគឺថាឆ្ងាញ់បាទនិយាយដដែលគឺថាឆ្ងាញ់បាទអញ្ចឹងត្បាល់បុកគ្រឿងរបស់យើងដែលយើងបុកគ្រឿងហ្នឹងបាច់អីយកទៅលាងចោលទេពុកម៉ែបងប្អូនគាត់តែចាក់ទឹកយើងកលែងរោយយកជាតិពីក្នុងត្បាល់នឹងថែមមកបាទក្នុងត្បាល់នឹងថែមមកគឺថាយើងចាក់ទឹកចូលហើយយើងរំងាស់វាទុកមួយសន្ទុះធំទៅបាទពុកម៉ែបងប្អូនដល់ពេលយើងឃើញថាបន្លែរឹងរបស់យើងនឹងវាតុនវារាំងភុយហើយបានយើងបន្លែស្លឹករបស់យើងហ្នឹងគឺយើងចាំដាក់តាមក្រោយបាទពុកម៉ែបងប្អូនបាទអញ្ចឹងនៅពេលដែលយើងរំងាស់បែបនេះពុកម៉ែបងប្អូនយើងត្រូវការប្រើពេលគ្របបាទគ្របឆ្នាំងអីទុកយូរដែរបាទ4-5នាទីអញ្ចឹងទៅមកឃើញថាវាពុះវាអីយើងឃើញថាអាចគាត់ថាសាច់វាទុនផុយអីហើយបន្លែរឹងរបស់យើងក៏មើលទៅថាឆ្អិនហើយយើងត្រូវយកបន្លែស្លឹកបន្លែផ្ការបស់យើងនឹងគឺយើងដាក់ចូលម្ដងបាទពុកម៉ែបងប្អូនបាទនៅពេលដែលយើងដាក់ចូលបានសពគ្រប់បែបយ៉ាងគឺថាគឺដល់ពេលវគ្គដួសហូបហើយពុកម៉ែបងប្អូនបាទព្រោះអាបន្លែស្លឹកនេះអត់ប្រើពេលយូរទេគាត់យើងតម្លាក់ចូលយើងត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យវាច្បល់ចូលគ្នាជាមួយនឹងបន្លែរឹងរបស់យើងមុនហ្នឹងបាទជាមួយសាច់ជាមួយអីហ្នឹងមកសន្ទុះប្រើពេលតែ2នាទី3នាទីអីគឺយើងអាចលើកយកមកហូបបានហើយបាទពុកម៉ែបងប្អូនដល់ពេលមកបន្ថែមបញ្ចូលសម្លេងបែបនេះគឺថាស្រក់ទឹកមាត់ភាសាទៀតហើយពុកម៉ែបងប្អូនបាទគាត់ថាយើងប្រើពេលយូរសម្រាប់មុខម្ហូបមួយនេះបាទពុកម៉ែបងប្អូនបាទឃើញងាយធ្វើបាទនៅក្នុងវីដេអូឃើញតែងាយប៉ុន្តែដល់ពេលយើងធ្វើមិនដឹងថាលំបាកបណ្ណាបាទពុកម៉ែបងប្អូនបាទអញ្ចឹងមុននឹងបានសម្លកកូរមួយឆ្នាំងបាទបានសម្លកកូរមួយចានគឺថាអរគុណបាទអ្នកធ្វើបាទគឺថាអរគុណយ៉ាងជ្រាលបាទគឺថាអ្នកដែលធ្វើសម្លកកូរបាទពុកម៉ែបងគឺថាឧស្សាហ៍ណាស់បាទបើអត់ឧស្សាហ៍ទេគឺអត់បានហូបទេពុកម៉ែបងប្អូនបាទខ្ញុំគ្រាន់តែជាអ្នកថតបាទហើយដល់ពេលថតស្លឆ្អិនមានថាខ្ញុំហូបមុនគេបាទអញ្ចឹងពុកម៉ែបងប្អូនបើមានពេលកុំភ្លេចបាទស្លកកូរបាទគឺជាមុខសម្លខ្មែរយើងដែលឆ្ងាញ់មែនទែនបាទពុកម៉ែបងប្អូនបាទអញ្ចឹងកុំភ្លេចបាទពុកម៉ែបងប្អូនកុំភ្លេចបាទស្លឆ្ងាញ់ជាងគេគឺស្លកកូរហ្នឹងហើយបាទដូចខ្ញុំនិយាយតដែលយើងបាទពុកម៉ែបងប្អូនបាទគឺតែឆ្ងាញ់ឃើញហើយគឺជាប់ទៅពេលដែលបានញ៉ាំហើយគឺជក់ចិត្តដិតអារម្មណ៍មែនទែនបាទពុកម៉ែបងប្អូនបាទហើយសម្រាប់វីដេអូនេះខ្ញុំមិនមានអ្វីតអីទៅមុខទៀតទេពុកម៉ែបងប្អូនបាទដូចនិយាយច្រើនហើយដែរបាទអញ្ចឹងរាល់កំហុសខុស
ឆ្កងយ៉ាងណាបាទក៏សូមខន្តីនិងអភ័យទោសទៅពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត